មកសាលីណាកូនចាប់ដើមឥឡូវហើយអូទៅមុនចុះខ្ញុំទៅឥឡូវហើយអូខ្ញុំគិតថាខ្ញុំមករដូវហើយកាលមករដូវគ្រោះថ្នាក់ហើយក៏ខ្វល់អូខេសម្រួលអារម្មណ៍ហើយនេះមិនប៉ិតតតែសោះគ្រាន់បើជាងមុនតែវាមានឈាមនិងមានអ្វីផ្សេងទៀតដឹងហើយឈាមរដូវវាគ្រាន់តែជាឈាមធម្មតាលាយជាមួយភ្នាស្បូននេះជាសរីរាង្គនៃរាងកាយរបស់យើងมันមានគ្រោះថ្នាក់ទេសូមកុំខ្លាចខ្ញុំគឺជារដូវហើយសក់ឯងលយណាស់អូសួស្ដីអរគុណអេប្រសិនបើឯងមករដូវត្រូវតែនៅផ្ទះចាប់ហើយខ្ញុំនោះអូខ្ញុំមិនគួរចេញពីផ្ទះទេព្រោះខ្ញុំមកថ្ងៃខែជីវិតខ្ញុំគឺចប់ចំណឹងហើយអូត្រាម៉ាណាកុំស្ដាប់មតិបែបនេះគំនិតបែបនេះហួសសម័យហើយសិទ្ធិក្នុងការមករដូវគឺជាសិទ្ធិមនុស្សសូមស្ដាប់ខ្ញុំទាំងអស់គ្នាពេលមករដូវក៏អាចចេញក្រៅបានដែរអ្នកអាចរៀនពីការគ្រប់គ្រងរដូវជាជាងឲ្យវាគ្រប់គ្រងអ្នកមានមធ្យោបាយជាច្រើនដែលអាចជួយអ្នកបានដូចជាសម្លេងអនាម័យឆ្នុករដូវឬពេងរដូវការមករដូវមិនគួរបញ្ឈប់អ្នកពីការរៀនសូត្រលេងកីឡាឬដើរលេងជាមួយមិត្តភ័ក្តិនោះទេតើខ្ញុំគួរមានអារម្មណ៍ខ្មាស់គេអត់ស្ដាប់ខ្ញុំមិនមានអ្វីត្រូវខ្មាស់គេនោះទេមនុស្សពាក់កណ្ដាលពិភពលោកមករដូវហើយវាអាចធ្វើឲ្យមានការឈឺចាប់ប៉ុន្តែការមករដូវធ្វើឲ្យមនុស្សអាចបង្កកំណើតបានប្រសិនបើគាត់ចង់នេះជាសរីរាង្គដ៏អស្ចារ្យនៃរាងកាយមនុស្សបើអ្នកមានអារម្មណ៍មិនស្រួលឬមិនច្បាស់អ្នកអាចសួរអ្នកនៅជុំវិញខ្លួនបានមានពាក្យចចាមអារ៉ាមជាច្រើនពីវត្តរដូវប៉ុន្តែប្រសិនបើយើងនាំគ្នានិយាយនិងសួរនាំអំពីរឿងនេះយើងអាចបញ្ឈប់ពាក្យចចាមអារ៉ាមទាំងនេះបានជាជាងឲ្យពាក្យចចាមអារ៉ាមបញ្ឈប់យើងអរគុណរដូវមានរឿងអីមែនចាខ្ញុំទៅតែមករដូវអូអូខេពោតលេងអត់